ជារុក្ខជាតិហុងស៊ុយដែលនាំទ្រព្យនិងសុខដុមរមនាដល់គ្រួសារដែលភាគច្រើនមិនមានអ្នកដឹងនោះទេជានាងវងមានដើមកំណើតក្នុងប្រទេសឥណ្ឌាបានដាំដុះយ៉ាងទូលំទូលាយនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកជាពិសេសនៅក្នុងអាស៊ីនិងតំបន់មេឌីទែរ៉ាណេវាមានដើមកម្ពស់ប្រហែលជា30ទៅ60សង់ទីម៉ែត្រប៉ុណ្ណោះស្លឹកដោះតើនិងរាងដូចជាពងក្រពើផ្ការបស់វាតូចនិងមានពណ៌សឬក៏ពណ៌ស្វាយស្លេកហើយដោះជាចង្កោមនៅឯចុងមែកហើយថែមទាំងមានក្លិនក្រអូបនិងត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងម្ហូបនិងឱសថបុរាណនានាទៀតផងទន្ទឹមនឹងផលប្រយោជន៍ផ្នែកឱសថនិងផ្នែកអាហារនេះជីនាងវងគឺជាគ្រឿងទេសដ៏សំខាន់ក្នុងការចាត់ទុកវាជារុក្ខជាតិហុងស៊ុយនាំសំណាងភាពចម្រុងចម្រើនដល់ក្រុមគ្រួសារក្នុងហុងស៊ុយជីនាងវងត្រូវបានគេចាត់ទុកជានិមិត្តរូបនៃភាពរុងរឿងសំណាងល្អនិងលុយកាក់ខាងក្រោមនេះគឺជាអត្ថន័យមួយចំនួននៃក្បួនហុងស៊ុយចំពោះជីនាងវងមិត្តទី1នោះគឺការតាក់ទាញនៅធម៌ពលវិជ្ជមានជីនាងវងត្រូវបានគេជឿថាវាមានសមត្ថភាពក្នុងការតាក់ទាញនៅធម៌ពលវិជ្ជមានការពារនឹងវិញ្ញាណអាក្រក់និងនាំមកនូវភាពសុខសន្តិភាពសុខដុមរមនាដល់កន្លែងរស់នៅចំណុចទី2ធ្វើឲ្យទ្រព្យសម្បត្តិមានសកម្មយោងតាមក្បួនហុងស៊ុយជីនាងវងគឺជាធាតុមួយដែលជំរុញនៅលំហូរនៃទ្រព្យសម្បត្តិជួយដល់ម្ចាស់ផ្ទះមានសំណាងល្អក្នុងការងាររួមទាំងជំនួយផងដែរចំណុចទី3នាំមកនូវសុខភាពនិងសុខសន្តិភាពជីនាងវងមិនត្រឹមតែនាំសំណាងខាងទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវបានគេជឿថានាំមកនូវសុខភាពនិងភាពសុខសាន្តដល់សមាជិកគ្រួសារផងដែរទី4និមិត្តសញ្ញានៃភាពសម្បូរបែបជាមួយនឹងរូបរាងពណ៌បៃតងខៀវស្រងាត់របស់វាជីនាងវងគឺតំណាងនៅភាពសម្បូរបែបភាពពេញលេញនិងវិបុលភាពយើងចូលមកដល់របៀបក្នុងការដាំជីនាងវងឲ្យត្រូវទៅតាមក្បួនហុងស៊ុយការដាំជីនាងវងគឺមាន4របៀបដើម្បីបង្កើនអត្ថន័យហុងស៊ុយរបស់ជីនាងវងម្ចាស់ព្រះទៅតែកត់សម្គាល់ដូចខាងក្រោមទីតាំងដែលត្រូវដាំជីនាងវងគួរតែដាំនៅកន្លែងដែលបើកចំហហើយមានពន្លឺព្រះអាទិត្យជាច្រើនដូចជាយកមកផ្ទះទេរៀបស្មើឬក៏ខាងមុខផ្ទះជៀសវាងការដាំដើមឈើនៅកន្លែងដែលមានពន្លឺតិចនិងសើមបន្ទាប់មកទៀតត្រូវជ្រើសរើសទិសដាំតាមហុងស៊ុយគួរណាស់តែដាំទៅកាន់ទិសបូព៌ាឬក៏ទិសអាគ្នេយ៍ដើម្បីទទួលបានមកវិញនូវថាមពលនិងលាភសំណាងបន្ទាប់មកទៀតលោកអ្នកត្រូវតែថែទាំរុក្ខជាតិក្នុងការថែទាំរុក្ខជាតិនោះអ្នកត្រូវតែស្រោចទឹកជាប្រចាំដើម្បីរក្សានូវភាពពណ៌បៃតងជាពិសេសការលូតលាស់កាន់តែខ្លាំងចំណុចចុងក្រោយនោះការកាត់ចេញនិងការកាត់រៀងការកាត់ចេញជាទៀងទាត់នឹងធ្វើឲ្យរូបរាងដើមនាងវងដើម្បីរក្សានៅលំនឹងភាពចុះសម្រុងគ្នានិងភាពស្រស់ស្អាតហើយក៏វាធ្វើឲ្យដើមនេះវាមានការលូតលាស់បានយ៉ាងធំធាត់ជាជាងយើងទុកវាចោលដែលមិនកាត់តតែសោះយ៉ាងណាមិញជីនាងវងមិនត្រឹមតែជាគ្រឿងទេសដែលអ្នកធ្លាប់ស្គាល់ប៉ុណ្ណោះទេប៉ុន្តែវាគឺជារុក្ខជាតិហុងស៊ុយដែលមានអត្ថន័យល្អជាច្រើនដែលភាគច្រើនប្រជាជនមិនមានអ្នកដឹងនោះច្រើននោះទេការដាំនិងការថែរក្សាឲ្យបានត្រឹមត្រូវនឹងជួយឲ្យម្ចាស់ផ្ទះមានភាពរុងរឿងមានសំណាងនិងលាភហូរចូលឥតឈប់ឈរ